ចាចិត្តវងសូមគោរពជំរាបសួរលោកគ្រូនេះខ្ញុំឈ្មោះឆេងគឹមនីនៅរៀនទី25មកពីថ្នាក់ D ចាអញ្ចឹងខ្ញុំនឹងធ្វើជាវីដេអូឆ្លុះបញ្ចាំងតាក់ទងទៅនឹងសប្តាហ៍ទី11ដែលយើងបានសិក្សារួចមកហើយតាក់ទងទៅនឹងការវិតម្លៃលើចរិយាប័ត្រហើយនិងបំណិនសិស្សចាអញ្ចឹងនៅក្នុងនឹងតាក់ទងទៅនឹងខ្លឹមសារមេរៀនគឺយើងមានពីរចំណុចធំទី1ប្រភេទលទ្ធផលសិក្សារំពឹងទុកបែបចរិយាសម្បទាទី2វិធីវិតម្លៃចរិយាសម្បទារបស់សិស្សចាអញ្ចឹងចរិយារបស់សិស្សហ្នឹងគឺជាជំនាញទន់ឬក៏ជាជំនាញទំនាក់ទំនងផ្ទាល់ខ្លួនដែលបុគ្គលនោះទទួលបានរយៈការដកបទពិសោធន៍សិក្សាហើយនឹងទទួលបានតាមរយៈអាជីពផ្សេងៗដែលគាត់មានផងដែរចាហើយចរិយារបស់សិស្សហ្នឹងទាំងអស់មានដូចជាជំនាញក្នុងការគ្រប់គ្រងខ្លួនឯងឬក៏វិន័យផ្ទាល់ខ្លួនការសហការជាមួយអ្នកដទៃការប្រស័យតាក់ទងគ្នាទៅវិញទៅមកហើយនឹងការច្នៃប្រឌិតអ្វីមួយភាពអត់ធ្មត់ផ្សេងៗទៅលើការងារនិងចំណុចមួយទៀតតកតងទៅនឹងបំណិនប្រតិអញ្ចឹងបំណិនប្រតិនៅក្នុងនេះគឺមានន័យថាគឺជាជំនាញប្រាជ្ញាសម្បទាគឺជាជំនាញដែលប្រើប្រាស់សម្រាប់ការគិតឬក៏វិភាគហេតុផលចងចាំហើយនឹងរៀនផ្សេងៗផងដែរអញ្ចឹងជំនាញប្រាជ្ញាសម្បទាហ្នឹងរួមមានអីគេខ្លះចាអញ្ចឹងមានតកតងទៅនឹងការរៀនចាអញ្ចឹងគឺតកតងទៅនឹងការគិតដែលនឹងឆ្លើយតបតាន់ហេតុការណ៍ដែលយើងនិយាយពីការរៀនហ្នឹងហើយសមត្ថភាពក្នុងការចងចាំមេរៀនឬក៏ហេតុការណ៍ផ្សេងៗការផ្ចង់អារម្មណ៍ភាពបត់បែនរបស់គាត់ហើយនឹងវិភាគបញ្ហាលម្អិតមានថាគាត់ចេះវិភាគអំពីបញ្ហាលម្អិតផ្សេងៗតាមចរិយារបស់គាត់ឬក៏តាមបំណិនប្រតិរបស់គាត់ផងដែរហើយនឹងការគិតបែបពុទ្ធិគិតការច្រើនក្នុងពេលតែមួយនឹងការបែងចែកចំណុចថ្នាក់ព័ត៌មានវត្ថុផ្សេងៗឧទាហរណ៍ល្អអាក្រក់សខ្មៅអីចឹងទៅឬក៏ភាពត្រឹមត្រូវចាអញ្ចឹងចំណុចគោលមួយទៀតតទៅនឹងចរិយាសម្បទានិងលទ្ធផលសិក្សារំពឹងទុកអញ្ចឹងចរិយាសម្បទានិងបំណិនសម្បទាហ្នឹងគឺចាំបាច់ដើម្បីទទួលបានជោគជ័យក្នុងការសិក្សាអាជីពការងារនិងការដោះស្រាយបញ្ហាផ្សេងៗនៅក្នុងជីវិតយើងអញ្ចឹងសិស្សត្រូវមានទំនួលខុសត្រូវភាពស្មោះត្រង់ខ្លួនឯងហើយនឹងមានភាពស្ទាត់ជំនាញក្នុងការដែលគាត់ធ្វើការងាររបស់គាត់ផងដែរចាហើយនៅក្នុងនោះតំណែងតំណងរវាងលទ្ធផលសិក្សាហើយនឹងចំណង់ចំណូលចិត្តនោះគឺយើងអាចនិយាយបានថាជួនកាលលទ្ធផលសិក្សារបស់គាត់ល្អប៉ុន្តែចំណង់ចំណូលចិត្តរបស់គាត់ចូលចិត្តអាហ្នឹងឯងតែដោយសារការខិតខំប្រឹងប្រែងរបស់គាត់ធ្វើឲ្យលទ្ធផលរបស់គាត់ហ្នឹងគឺចេញមកបានល្អហើយ perfect ទៅតាមអ្វីដែលគាត់ចង់បានប្រឹងប្រែងអីចឹងទៅចានឹងចូលដល់ចំណុចមួយទៀតអក្សរខតកតងទៅនឹងប្រភេទនៃចរិយាសម្បទាហើយនឹងលទ្ធផលសិក្សារំពឹងទុកអញ្ចឹងនៅក្នុងនោះយើងត្រូវសិក្សាអំពីការយល់អារម្មណ៍របស់អ្នកដទៃអញ្ចឹងមានន័យថាការយល់ចិត្តហ្នឹងគឺជាសមត្ថភាពក្នុងការយល់ពីអារម្មណ៍របស់មនុស្សម្នាក់ទៀតហើយតកតងពួកគេតាមរយៈអារម្មណ៍នោះអញ្ចឹងយើងត្រូវបង្រៀនគាត់អំពីអារម្មណ៍តែគាត់យល់ពីអារម្មណ៍របស់អ្នកដទៃថាតើអារម្មណ៍របស់អ្នកដទៃហ្នឹងឧទាហរណ៍បើសិនជាយើងមិត្តភក្តិនឹងគាត់ផ្អាប់ឬក៏គាត់ជេរទៅកាន់មនុស្សម្នាក់ទៀតហើយឲ្យគាត់នឹងយល់ពីអារម្មណ៍របស់គេថាតើគេនឹងគឺខឹងគាត់បែបម៉េចហើយអារម្មណ៍របស់គេនឹងគេទទួលនឹងប៉ះទង្គិចបែបម៉េចទៅនឹងអារម្មណ៍នឹងផងដែរនឹងចំណុចមួយទៀតសងលទ្ធផលសិក្សារំពឹងទុកបែបចរិយានឹងគឺអិរិយាបថរបស់គាត់នឹងឯងហើយនឹងអកប្បកិរិយាអញ្ចឹងអកប្បកិរិយានៅក្នុងនេះគឺជាការឬក៏គឺជាបណ្ដុំនៃផ្លូវអារម្មណ៍ដែលវាស្ថិតនៅផ្នែកខាងក្នុងខ្លួនយើងវាសម្ដែងចេញដើម្បីឆ្លើយតបទៅនឹងហេតុការណ៍ឬក៏វត្ថុអ្វីមួយដែលការបញ្ចេញនោះអាចជាចំណុចវិជ្ជមានឬក៏អវិជ្ជមានដែលជាចេតនាឬក៏អចេតនាផងដែរហើយនៅក្នុងនោះយើងដឹងហើយកប្បកិរិយាខ្លះល្អដែលវាបង្ហាញអំពីវិជ្ជមានហើយកប្បកិរិយាខ្លះទៀតអាចថាមិនល្អវាប៉ះពាល់ដល់ផ្លូវអារម្មណ៍ផ្សេងៗអាហ្នឹងគឺជាផលអវិជ្ជមានផងដែរនឹងចំណុចមួយទៀតតកតងចំណុចចគឺលទ្ធផលសិក្សារំពឹងទុកបែបគុណតម្លៃគឺសំដៅទៅលើការយល់ឃើញរបស់បុគ្គលម្នាក់គិតនឹងឲ្យតម្លៃទៅលើមនុស្សឬក៏វត្ថុផ្សេងផងដែរអញ្ចឹងនៅក្នុងនោះគឺយើងអាចបង្ហាញតាម4របៀបទី1គឺភាពស្មោះត្រង់អញ្ចឹងកាលណាមនុស្សយើងមានភាពស្មោះត្រង់ចំពោះអ្នកដទៃចំពោះខ្លួនឯងគឺជាវិន័យមួយដែលល្អត្រឹមត្រូវហើយពិតជាល្អមែនទែនចំពោះភាពស្មោះត្រង់យើងផងដែរនិងទី2សុចរិតភាពហើយនឹងមួយទៀតនឹងយុត្តិធម៌អញ្ចឹងយុត្តិធម៌នៅក្នុងនេះ
គឺមានន័យថាយើងត្រូវបង្រៀនអំពីភាពយុត្តិធម៌ឬក៏ផ្ដល់តម្លាភាពគាត់ឲ្យសមស្របគ្នាផងដែរនិងសេរីភាពនិងចំណុចអសរឆមួយទៀតគឺតកតងទៅនឹងលទ្ធផលសិក្សារំពឹងទុកដោយផ្អោតចាំថាដោយផ្ដោតទៅលើការលើកទឹកចិត្តអញ្ចឹងនៅក្នុងហ្នឹងមានន័យថាការវិតម្លៃចរិយាហ្នឹងគឺថាតកតងទៅនឹងជំនាញទូទៅអញ្ចឹងនៅក្នុងជំនាញទូទៅហ្នឹងគឺយើងអាចលើកឡើងចំពោះ3ធំអញ្ចឹងទី1អាចតកតងទៅនឹងអារម្មណ៍ឬក៏អាកប្បកិរិយាឬក៏ទឹកមុខមានន័យថាយើងលើកទឹកចិត្តប្រោតទៅលើទឹកមុខរបស់គាត់តែបើកាលណាដែលគាត់អន់ចិត្តចំពោះរឿងរ៉ាវដែលយើងបាននិយាយឬក៏យើងអប់រំអញ្ចឹងទៅយើងអាចបកមកផ្សេងឬក៏លើកឡើងអំពីអ្វីបន្ថែមទៀតដែលយើងមើលទឹកមុខរបស់គាត់ថាតើគាត់សប្បាយរីករាយឬក៏គាត់យកចិត្តទុកដាក់ស្ដាប់ទៅលើការដែលយើងនិយាយនឹងអត់លើកទឹកចិត្តគាត់នឹងអត់ចានឹងចំណុចទី2តកតងទៅនឹងមួយទៀតយើងមានន័យថាយើងព្យាយាមប្រើវិធីសាស្ត្រផ្សេងៗដើម្បីវាស់ស្ទង់អំពីសមត្ថភាពរបស់គាត់ហើយនឹងលើកទឹកចិត្តគាត់ឲ្យដល់គោលដៅនៃការសិក្សារបស់គាត់អីចឹងទៅនិងមួយទៀតសម្រាប់លទ្ធផលម្នាក់អញ្ចឹងមានន័យថាកាលណាដែលយើងបានលើកទឹកចិត្តគាត់ហើយនឹងព្យាយាមធ្វើអ្វីដែលល្អសម្រាប់គាត់លើកទឹកចិត្តចំពោះចំណុចដែលគាត់ខ្វះខាតនោះគាត់នឹងអាចសម្រេចលទ្ធផលដែលគាត់បានធ្វើឬក៏បានសិក្សារបស់គាត់ផងដែរនិងចំណុចទី2ចុងក្រោយតកតងនឹងវិធីវិលំចរិយាសម្បទាហើយនិងបំណិនក្រៅពុទ្ធិអញ្ចឹងនៅក្នុងនោះគឺយើងអាចលើកឡើង3ចំណុចតកតងទៅនឹងការអង្កេតរបស់គ្រូមានថាគ្រូនីមួយៗឬក៏គ្រូតាមថ្នាក់នីមួយៗអាចអង្កេតទៅលើចរិយារបស់គាត់ផ្សេងអីចឹងទៅឬក៏យើងអាចប្រើទី2តកតងទៅនឹងការអង្កេតទូទៅមានថាអង្កេតទូទៅនោះគឺអង្កេតជារៀងរាល់ថ្ងៃតែគាត់មានសកម្មភាពអ្វីខ្លះចរិយាគាត់បែបម៉េចហើយតកតងទៅនឹងពុទ្ធិរបស់គាត់ហ្នឹងចំណេះដឹងខាងក្រៅហ្នឹងគាត់ទទួលបានប៉ុណ្ណាទទួលបប្រតិបត្តិបែបម៉េចខ្លះចានឹងចំណុចទី3ចុងក្រោយនេះគឺសម្ភាសការសម្ភាសរបស់គ្រូមានថាយើងអាចសួរនាំគាត់សម្ភាសគាត់ពីនេះពីនោះតកតងចំណងចិត្តឬក៏អ្វីផ្សេងដែលគាត់ថាគាត់នឹងធ្វើទៅថ្ងៃអនាគតឬក៏គាត់ស្រឡាញ់ចូលចិត្តនឹងចង់ធ្វើទៅថ្ងៃអនាគតផងដែរចាអញ្ចឹងសម្រាប់ចំណុចសប្តាហ៍ទី11ដែលខ្ញុំបានលើកឡើងនេះគឺបានចប់ប៉ុណ្ណឹងអញ្ចឹងសូមអរគុណ